Bismillahirrahmanirrahim. Assalamualaikum warahmatullahi wabarakatuh. សូមគោរពហរម៉ាត់ទៅដល់បងប្អូនទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះគឺយើងមានប្រធានបទមួយទាក់ទងជាមួយនឹងលក្ខណៈសម្បត្តិ Al-Muallim គ្រូបង្រៀនហើយនឹងកាតព្វកិច្ចរបស់គាត់ចំពោះសិស្សានុសិស្សការបង្រៀនគឺជាបេសកកម្មមួយគឺជាភារកិច្ចមួយដ៏ឧត្តមឧត្តមជាសារមួយដើម្បីសម្រេចបាននៅគោលដៅសហគមន៍ឬក៏សង្គមពីព្រោះការបង្រៀនវាគឺជាបេសកកម្មរបស់បណ្ដាណាប៊ីក៏ដូចជារ៉ាស៊ូលដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានបញ្ជូនមកហើយនឹងអ្នកអប់រំហើយនឹងអ្នកដែលធ្វើការកែតម្រង់សង្គមនេះគឺជាកាតព្វកិច្ចគ្រូបង្រៀនវាជាកាតព្វកិច្ចមួយដ៏ឧត្តមឧត្តមពីព្រោះវាទាមទារឲ្យលោកគ្រូឬក៏អ្នកអប់រំគឺជាមនុស្សដែលពោពេញទៅដោយអាកប្បកិរិយាល្អត្រឹមត្រូវពោពេញដោយចំណេះវិជ្ជាមានរបៀបរៀបរយចេញអំពីស្មារតីទំនួលខុសត្រូវពិតប្រាកដណាស់បុគ្គលម្នាក់មិនអាចក្លាយទៅជាអ្នកអប់រំឬក៏ជាគ្រូបង្រៀនទេលុះត្រាតែគាត់បានហាត់ពុតលុតដំខ្លួនរបស់គាត់ហើយនឹងលំអខ្លួនរបស់គាត់ដោយអាខ្លាកចរិយាសម្បត្តិដែលល្អហើយនឹងស្មារតីទទួលខុសត្រូវអាចឈ្នះទៅលើចេតនាឬក៏ទំនើងចិត្តអាចគ្រប់គ្រងខ្លួនឯងបានគាត់អាចគ្រប់គ្រងទៅលើអារម្មណ៍របស់គាត់អាចបញ្ជាទៅលើអវយវៈខ្លួនប្រាណរបស់គាត់ដោយសមហេតុផលដោយមានវិជ្ជាជីវៈដោយមានជំនាញដោយទទួលខុសត្រូវដូច្នេះសម្រាប់គ្រូបង្រៀនតើគាត់មានលក្ខណៈសម្បត្តិយ៉ាងម៉េចខ្លះដើម្បីក្លាយជាគ្រូបង្រៀនម្នាក់ថ្ងៃនេះគឺសូមលើកយកមកចែករំលែកទៅដល់បងប្អូនទាំងអស់គ្នានៅលក្ខណៈសម្បត្តិគ្រូបង្រៀនទី1ក្នុងនាមជាគ្រូបង្រៀនត្រូវដឹងថាការបង្រៀនឬក៏ការសិក្សារៀនសូត្រវាគឺជាបេសកកម្មមិនមែនជាតួនាទីអញ្ចឹងម៉ាឡឹមគឺគាត់ជ្រាបច្បាស់អំពីតួនាទីរបស់ខ្លួនហើយបំពេញកាតព្វកិច្ចចេញពីបេះដូងរបស់គាត់ចេញពីស្មារតីរបស់គាត់ហើយចាត់ទុកភារកិច្ចនេះគឺជាអ៊ីបាដាតចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយក៏ជាសារដើម្បីសម្រេចបាននៅការកែតម្រង់សង្គមឲ្យបានល្អប្រសើរទៅថ្ងៃអនាគតចឹងនេះគឺជាលក្ខណៈសម្បត្តិទី1របស់គ្រូបង្រៀនហើយចំណែកស្មារតីលក្ខណៈសម្បត្តិទី2គឺគាត់ត្រូវតែគិតអំពីបញ្ហាអ៊ុម៉ាត់អ៊ីស្លាមធំណាគាត់ត្រូវតែស្វែងយល់អំពីបញ្ហាអ៊ុម៉ាត់អ៊ីស្លាមបញ្ហាធំនាពេលបច្ចុប្បន្នហើយគាត់ក៏ត្រូវប្រស្រ័យជាមួយនឹងបញ្ហាតូចនៅក្នុងសង្គមផងដែរដែលវានៅក្រៅរង្វង់នៃស្ថាប័នអប់រំណាដែលយើងមិនអាចផ្ដាច់ខ្លួនចេញពីសង្គមមានន័យថាយើងមិនគ្រាន់តែមកសាលាបង្រៀនសិស្សផ្ទេរចំណេះដឹងពីសៀវភៅទៅឲ្យសិស្សតែប៉ុណ្ណោះទេក៏ប៉ុន្តែក្នុងនាមយើងជាម៉ូអាឡឹមជាលោកគ្រូគឺត្រូវតែសកម្មនៅក្នុងសង្គមផងដែរត្រូវប្រស្រ័យជាមួយសិស្សនៅក្នុងសាលាក៏ដូចជានៅក្នុងសង្គមរស់នៅជាក់ស្ដែងត្រូវរៀបចំឲ្យមានការជួបជុំអាចថាយើងបោះជំរំឬក៏ធ្វើដំណើរកម្សាន្តឬក៏ផឹកកាហ្វេជុំគ្នាឬក៏មានពេលទំនេរយើងអាចចេញជាមួយគ្នាដើម្បីឆ្លៀតឱកាសនៅក្នុងការ
អប់រំកូនសិស្សរបស់យើងឲ្យគាត់យល់អំពីសង្គមអញ្ចឹងអាហ្នឹងគឺលក្ខណៈសម្បត្តិនៃអ្នកអប់រំចំណុចទី2ចំណុចទី3ក្នុងនាមយើងជាអ្នកអប់រំគឺយើងបរិច្ចាគនៅចំណេះដឹងរបស់យើងចែករំលែកនៅចំណេះដឹងរបស់យើងដោយមិនរងចាំការសរសើរពីនរណាម្នាក់ឧទាហរណ៍ថាសម្រាប់អ្នកនយោបាយកាលណាគាត់ធ្វើអ្វីមួយគឺគាត់ចង់បានការគ្រប់គ្រងប្រជាប្រិយភាពពីបងប្អូនប្រជាពលរដ្ឋដើម្បីអីដើម្បីបោះឆ្នោតឬក៏គ្រប់គ្រងគាត់ឲ្យធ្វើអ្វីមួយក៏ប៉ុន្តែសម្រាប់លោកគ្រូអ្នកអប់រំម៉ាលីមីនឬក៏ម៉ាលីម៉ាតគឺអត់ទៅតឹងរងចាំនៅប្រជាប្រិយភាពការសរសើរការគ្រប់គ្រងអ្វីសពបែបយ៉ាងគឺអត់មានទេអញ្ចឹងក្នុងនាមជាម៉ាលីមដូចជាណាប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគាត់ជាអ្នកបញ្ជូនសារពីអល់ឡោះស៊ុបហានវតាអាឡាទៅកាន់មនុស្សលោកគឺគាត់អត់បានរងចាំការសរសើរការលើកទឹកចិត្តណាអត់មានទេគាត់អត់មានការបាក់ទឹកចិត្តដោយសារមនុស្សអត់គ្រប់គ្រងគឺអត់មានទេគឺគាត់ផ្ដល់ឲ្យមនុស្សនៅអ្វីដែលត្រឹមត្រូវពីអល់ឡោះស៊ុបហានវតាអាឡានោះគឺជាភារកិច្ចរបស់គាត់ហើយចំណែកមនុស្សទទួលយកឬមិនទទួលយកមានប្រជាប្រិយភាពឬក៏មិនមានអាហ្នឹងគឺជារឿងតៅហ្វីកអំពីអល់ឡោះស៊ុបហានវតាអាឡាទ្រង់ចង់ឲ្យនរណាម្នាក់អាហ្នឹងជារឿងរបស់អល់ឡោះស៊ុបហានវតាអាឡាចឹងម៉ាអាលីមគឺជាគំរូមួយដែលមិនផ្សារភ្ជាប់ការលះបង់របស់គាត់ការបរិច្ចាគរបស់គាត់ជាមួយនឹងផលតបស្នងមកវិញណាជាលុយកាក់ជាកម្រៃជាកិត្តិយសជាកេរ្តិ៍ឈ្មោះជាតម្លៃនៅក្នុងសង្គមគឺយើងអត់ចង់បានទាំងអស់នោះទេគឺតួនាទីរបស់យើងត្រឹមតែជាបេសកកម្មបំពេញបេសកកម្មអ៊ុម៉ាត់អ៊ីស្លាមដើម្បីអប់រំទៅដល់កូនចៅរបស់យើងអ្នកជំនាន់ក្រោយធម្មតាការបំពេញកាតព្វកិច្ចវាតែងតែមានប្រាក់ខែមានការឧបត្ថម្ភអ្វីសពបែបយ៉ាងតាំងពីដើមមកគឺតែងតែមានក៏ប៉ុន្តែអាហ្នឹងគឺមិនមែនជាទិសដៅរបស់យើងទេអាហ្នឹងវាគ្រាន់តែជាមធ្យោបាយធម្មតាមនុស្សរស់នៅគឺវាតែងតែមានតម្រូវការចំណាយលុយកាក់អ្វីសពបែបយ៉ាងប៉ុន្តែទិសដៅរបស់យើងគឺមិនមែនបង្រៀនសិស្សហ្នឹងគឺដើម្បីចង់បានលុយទេទិសដៅរបស់យើងបង្ហាត់បង្រៀនសិស្សហ្នឹងគឺទិសដៅរបស់យើងដើម្បីផ្ដល់ការអប់រំដើម្បីកំណែទម្រង់សង្គមទៅថ្ងៃអនាគតឲ្យវាល្អប្រសើរហើយយើងមានធនធានមនុស្សដែលមានគុណវុឌ្ឍដែលមានគុណភាពជាធនធានមនុស្សដែលមានស្មារតីស្រឡាញ់អ៊ុម៉ាត់អ៊ីស្លាមអញ្ចឹងនោះគឺជាទិសដៅរបស់យើងជាទិសដៅរបស់យើងអញ្ចឹងក្នុងនាមយើងជាគ្រូបង្រៀនគឺយើងបរិច្ចាគយើងផ្ដល់ក៏ប៉ុន្តែយើងអត់ចង់បានផលត្រឡប់មកវិញនោះទេអញ្ចឹងផលត្រឡប់មកវិញជាមួយនឹងកាតព្វកិច្ចរបស់យើងគឺអត់មានពាក់ព័ន្ធគ្នាទេដូច្នេះទិសដៅដែលយើងចង់បានអំពីការអប់រំគឺមានន័យថាយើងបញ្ជូនសារអ៊ីស្លាមទៅកាន់សិស្សានុសិស្សរបស់យើងហើយឲ្យសិស្សានុសិស្សរបស់យើងក៏ទទួលបាននៅការអប់រំដែលត្រឹមត្រូវឧទាហរណ៍ដូចជាតកតងជាមួយនឹងភាពស្មោះត្រង់ណាដែលជាទុនមួយដ៏សំខាន់ទី2គឺដូចជាអាម៉ាណាដូចជារ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមគាត់អត់មានទុនអីទេដើម្បីផ្ដល់សាររបស់អល់ឡោះស៊ុបហានតាឡាដល់មនុស្សគឺគាត់មានអសិទ្ធភាពស្មោះត្រង់ហើយនឹងអាម៉ាណាសេចក្តីទុកចិត្តមនុស្សទាំងឡាយគឺគាត់ទុកចិត្តណាប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមមនុស្សទាំងឡាយគឺគាត់ទទួលស្គាល់នូវភាពស្មោះត្រង់របស់ណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមដូច្នេះយើងអប់រំឲ្យកូនសិស្សរបស់យើងនេះគឺគាត់មានស៊ីហ្វាតទទួលខុសត្រូវម៉ាស៊ូលីយ៉ាដូចជាស៊ីហ្វាតការ៉ាម៉ាសេចក្តីថ្លៃថ្នូរដែលអល់ឡោះស៊ុបហានវតាឡាគាត់បញ្ជូនមកដូចជាការពឹងទៅលើខ្លួនឯងអ្វីគឺយើងពឹងទៅលើខ្លួនឯងយើងមិនប្តីផ្ដួលទៅលើអ្នកដទៃនៅក្នុងការរស់នៅរបស់យើងអាហ្នឹងគឺមិនតាមកន្លងអ៊ីស្លាមទេអញ្ចឹងអ្វីដែលយើងចង់បាននោះមានន័យថាទំនួលខុសត្រូវស្មារតី
ស្រឡាញ់ឧម៉ាត់អ៊ីស្លាមហើយនៅពេលដែលគាត់បំពេញកាតព្វកិច្ចនៅក្នុងសង្គមគឺគាត់ខ្លាយទៅជាពលរដ្ឋដែលល្អគាត់ខ្លាយទៅជាវិស្វករដែលមានគុណភាពគាត់ខ្លាយទៅជាពេទ្យដែលគាត់ធ្វើការងារនឹងគឺដើម្បីទទួលបាននៅប៉ះឡាអំពីអល់ឡោះស៊ុបហានូវតាឡាមិនគិតត្រឹមតែកម្រៃនៅក្នុងលោកីនេះទេមានន័យថាគាត់យល់ថាអ្វីដែលគាត់ខិតខំបំពេញនៅការងាររបស់គាត់គឺក៏ទទួលបានចំណែកប៉ះឡាអំពីអល់ឡោះស៊ុបហានូវតាឡាដែរនេះគឺជាការអប់រំមួយដែលក្នុងនាមយើងជាម៉ាលីមីនម៉ាលីម៉ាត់ត្រូវតែមានស្មារតីមុខមុតត្រូវតែមានទិសដៅឲ្យច្បាស់លាស់គឺមិនមែនត្រឹមតែចង់បានសម្ភារៈនិយមឬក៏អ្វីសពបែបយ៉ាងអានឹងវាគ្រាន់តែជាមធ្យោបាយដើម្បីយើងទៅដល់ទិសដៅយើងតែប៉ុណ្ណោះអញ្ចឹងថ្ងៃនេះគឺលិនចង់លើកយក3ចំណុចហ្នឹងរំលឹកឡើងវិញទី1គឺក្នុងនាមយើងជាគ្រូគឺជាអ្នកដែលបញ្ជូនសារជាអ្នកដែលទទួលភារកិច្ចបន្តអំពីបណ្ដាពួកណាប៊ីក៏ដូចជារ៉ាសូលអ្នកនាំសាររបស់អល់ឡោះស៊ុបហានូវតាឡាចំណុចទី2គឺយើងត្រូវតែមានស្មារតីឧម៉ាត់អ៊ីស្លាមយើងត្រូវគិតអំពីស្មារតីឧម៉ាត់អ៊ីស្លាមស្មារតីឧម៉ាត់អ៊ីស្លាមដូចម្ដេចមានន័យថាគឺយើងត្រូវគិតពីប្រយោជន៍ឧម៉ាត់អ៊ីស្លាមធំជាងអ្វីទាំងអស់ធំជាងក្រុមធំជាងបកពួកធំជាងគ្រួសារធំជាងខ្លួនយើងអ្វីសពបែបយ៉ាងយើងត្រូវតែគិតអំពីគេហៅថាស្មារតីឧម៉ាត់អ៊ីស្លាមចំណុចទី3មានន័យថាកាលណាយើងបរិច្ចាគយើងចែករំលែកចំណេះដឹងរបស់យើងគឺយើងមិនទន្ទឹងរង់ចាំនៅប្រជាប្រិយភាពក៏ដូចជាផលប្រយោជន៍ផលតបមកវិញគឺយើងអត់ទន្ទឹងចាំទេក៏ប៉ុន្តែគឺយើងទន្ទឹងតែមួយគត់នៅការតបស្នងរបស់អល់ឡោះស៊ុបហានូវតាឡាហើយចំណែកអ្វីផ្សេងដទៃទៀតដែលយើងទទួលបានដូចជាប្រាក់ខែដូចជាប្រាក់ឧបត្ថម្ភដូចជាការលើកទឹកចិត្តអ្វីសពបែបយ៉ាងអានោះវាគ្រាន់តែជាមធ្យោបាយតែប៉ុណ្ណោះប៉ុន្តែទិសដៅយើងសំខាន់គឺយើងចង់ផ្ដល់ការអប់រំដែលត្រឹមត្រូវទៅដល់អ៊ុម៉ាត់យើងអ្នកចំនួនក្រោយរបស់យើងឲ្យដើរទៅតាមអ្វីដែលអ៊ីស្លាមគាត់ចង់បានអ្វីដែលអល់ឡោះស៊ុបហានូវតាឡាគាត់ចង់បានហើយនឹងអ្វីដែលនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមចង់បានឈុក្រានយ៉ាស៊ីឡានអរគុណទៅដល់បងប្អូនទាំងអស់ដែលតាមដានស្ដាប់ سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك والسلام عليكم